សូមស្វាគមន៍មកកាន់ Channel Mind and Money ធានបទថ្ងៃនេះគឺយើងនឹងនិយាយអំពីតើអ្វីដែលធ្វើឲ្យមនុស្សម្នាក់ត្រូវបានគេចាប់អារម្មណ៍គួរឲ្យគោរពនិងនឹកចាំក្នុងចិត្តវាមិនមែនគ្រាន់តែជារឿងរូបរាងខាងក្រៅឬលុយនោះទេតែវាជាចិត្តវិទ្យាដែលមនុស្សមានគុណតម្លៃខ្ពស់ចូលចិត្តប្រើសម្រាប់ស្រូបទាញជាជាងដេញតាមអ្វីមួយដែលគេចង់បានហើយនៅក្នុងវីដេអូនេះយើងនឹងនិយាយពីវាជាទូទៅមនុស្សមានគុណតម្លៃខ្ពស់ក៏ព្រោះតែពួកគេស្គាល់តម្លៃខ្លួនឯងគេមិនត្រូវការបញ្យល់ច្រើនពីអ្វីដែលគេកំពុងធ្វើដើម្បីបង្ហាញអ្នកដទៃថាគេជាមនុស្សអស្ចារ្យឬក៏ធ្វើបានត្រឹមត្រូវហើយអីនោះទេប៉ុន្តែគេចូលចិត្តធ្វើកិច្ចការរបស់គេដោយទំនួលខុសត្រូវនិងទំនុកចិត្តខ្ពស់ទំនុកចិត្តគឺជាមូលដ្ឋាននៃការជឿថាទោះបីជាគេបាត់បង់នរណាម្នាក់ឬអ្វីមួយក៏ដោយគេដឹងថាខ្លួនគេនៅតែមានតម្លៃនិងអាចបន្តទៅមុខបានមនុស្សស្គាល់តម្លៃខ្លួនឯងមិនត្រូវការអ្នកណាមកលើកទឹកចិត្តឡើយហើយគេមានស្តង់ដារសម្រាប់ជីវិតរបស់គេក្នុងន័យនេះបើអ្នកណាមិនមានលក្ខណៈស្របនឹងស្តង់ដារដែលគេចង់បានឲ្យមនុស្សក្បែរខ្លួនទេគេនឹងផ្ដាច់ខ្លួនចេញពីជីវិតអ្នកនោះយ៉ាងស្ងប់ស្ងាត់ផងដែរពួកគេតែងត្រូវបានទទួលការចាប់អារម្មណ៍និងចង់ដឹងចង់ឮពីមនុស្សជុំវិញខ្លួនប៉ុន្តែសម្រាប់ខ្លួនគេផ្ទាល់វិញពួកគេមិនត្រូវការប្រជាប្រិយភាពហើយក៏មិនរួញរានៅពេលដែលមានមនុស្សនិយាយមិនល្អពីគេដែរគឺពួកគេផ្ដោតតែទៅលើលទ្ធផលអ្វីដែលគេកំពុងតែធ្វើមិនថាវាជាការប្រកបអាជីវកម្មការធ្វើការងារផ្សេងៗឬក៏ការរៀនសូត្រអីជាដើមមនុស្សមានគុណតម្លៃតែងមានព្រំដែនសម្រាប់ជីវិតច្បាស់លាស់ពួកគេមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ចូលលើសបន្ទាត់ក្រហមឡើយហើយគេក៏មិនស្ទាក់ស្ទើរនឹងបដិសេធអ្វីដែលគេមិនចង់បាននោះឡើយទោះបីជាវាធ្វើឲ្យអ្នកដទៃខកចិត្តមិនសមបំណងយ៉ាងណាក៏ដោយការមានព្រំដែនច្បាស់លាស់ក្នុងជីវិតរស់នៅនឹងធ្វើឲ្យមនុស្សត្រឹមត្រូវគោរពគេកាន់តែច្រើនហើយស្របពេលជាមួយគ្នានោះមនុស្សខូចក៏នឹងដកខ្លួនចេញពីជីវិតគេកាន់តែច្រើនស្របពេលជាមួយគ្នានឹងផងដែរហើយដែលនោះហើយវាជាកាដូដ៏ធំបំផុតសម្រាប់ជីវិតរបស់មនុស្សយើងមនុស្សមានគុណតម្លៃជាទូទៅពួកគេគឺជាអ្នកផ្ដល់ឲ្យមិនមែនជាអ្នកសុំហើយចង់តែទទួលបានពីគេទេហើយការផ្ដល់ឲ្យនោះវាអាចជាចំណេះដឹងជាភាពកក់ក្ដៅឬក៏ជាការចំណាយពេលវេលាធ្វើអ្វីមួយក៏ព្រោះតែពួកគេដឹងថាពួកគេមានអ្វីដែលមានតម្លៃដើម្បីចែករំលែកហើយពួកគេមិនមែនផ្ដល់ឲ្យដើម្បីបង្ហាញថាខ្លួនឯងគ្រាន់បើជាងគេនោះទេម្ដងទៀតគឺដោយសារតែពួកគេយល់ថាគេមានតម្លៃដែលនឹងអាចចែករំលែកជាប្រយោជន៍ទៅកាន់អ្នកដទៃបានតែប៉ុណ្ណោះការធ្វើខ្លួនឲ្យមានតម្លៃខ្ពស់មិនមែនមានន័យថាត្រូវមានសមត្ថភាពល្អឥតខ្ចោះធ្វើអីមិនចេះខុសនោះទេវានិយាយអំពីចេតនាហើយនិងភាពត្រឹមត្រូវរបស់មនុស្សនោះទៅវិញទេដូច្នេះសូមកុំសួរថាតើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីចូលទៅក្នុងជីវិតមនុស្សដែលខ្ញុំចង់នៅក្បែរបានប៉ុន្តែត្រូវសួរខ្លួនឯងថាតើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីឲ្យមនុស្សដែលខ្ញុំចង់ក្បែរហ្នឹងមករកខ្ញុំបានអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងសម្រាប់ប្រធានបទយើងហើយបើសិនអ្នកទាំងអស់គ្នាមានមតិយោបល់អ្វីបន្ថែមអាច comment ខាងក្រោមហើយសូមជួយចុច like ហើយនិង subscribe ដើម្បីទទួលបានមាតិកាថ្មីៗបន្ថែមទៀតបាទសូមអរគុណ